សង្កាត់ជា Messi PSG លើកពានឲ្យតាមមើលខ្ញុំតម្រង់ PSG ល្អជាង Inter ប៉ុន្តែគាត់ថា Inter ចាស់ទុំនៅក្នុង Champions League ជាង PSG ពិបាកណាស់ភាពចាស់ទុំហ្នឹងគេហៅថាបទពិសោធន៍បាទរឿងបទពិសោធន៍នេះមួយយើងមិនអាច skip បានទេបាទយើងត្រូវយកមកវិភាគដែរដោយឃើញ Inter អាចយកឈ្នះបាសេរឿងអី PSG គាត់ថាយើងប្រៀបធៀបពីរយើងដកក្រុមពីមុនចាញ់សិនយើងប្រៀបធៀបតែពីរក្រុមនឹងបានទម្រង់លេងជាក់ស្ដែងរងលេង Inter មួយនឹង PSG លេងការជាង Inter បាទយើងមុតជាងយើងស្រួចស្រាវជាង Kvaratskhelia Dembele Barcola Desire Doué អូបាទគឺទៅទាំងព្រមឃើញល្អចង់និយាយថាការជាង Inter បងខ្លាយតែដូចបាសេហើយទៅធ្វើអី Inter អត់ចាញ់ណាបាទ Inter មកវិញខ្វាប់តែប៉ុណ្្នឹងឯងហើយដល់វគ្គពាក់កណ្ដាលដល់វគ្គផ្ដាច់ប្រន់ចេះហើយយើងក៏និយាយថាក្លឹបនេះល្អជាងក្លឹបនេះអាហ្នឹងវាពិបាកដែរវា50អីពេលហ្នឹងគាត់ថាឥឡូវយើងគ្រប់គ្រងឲ្យ Inter ឈ្នះយើងយក Inter ទៅបាទយើងគ្រប់គ្រង PSG ឈ្នះ PSG ទៅកុំថាំង Inter អត់ទេមិនអាចឈ្នះ PSG បានទេនិយាយចឹងក៏មិនកើតដែរបាទគេឡើងមកដល់វគ្គនេះអត់មានខ្សោយទេបាទអត់មានខ្សោយទេគេឡើងមកដល់វគ្គនេះបានគឺមិនមែនខ្សោយទេក្រុមខ្លាំង Inter កំតិចធ្លាក់ Bayern Barca Inter ធ្លាក់អស់លីងជ័យផាឌិន Florian Wirtz ឃើញចង់ទៅហងតែ Real ចង់បានដែរហើយស្កាត់មុខហងទោះសម័យខ្លួនថាចង់ទៅហងក៏ដោយយើងចាំខ្ញុំថាឥឡូវហ្នឹងបើភាគរយច្រើនគឺហងហើយដោយសារគាត់អ្នកចង់ទៅហងប៉ុន្តែមកដល់ម៉ោងនេះអ្វីអត់ទាន់ sign contract គឺអត់ទាន់ឆ្លើយចេញពីផ្លូវការថាទៅណាបានទេប៉ុន្តែជាក់ស្ដែងអ្នកដែលនាំមុខគេគឺហងអមនេះពួកកលាករគ្រួសារគាត់បានមកចរចាគាត់ថា Real វាជាពិបាកដែរ Real គេមាន credit របស់គេដែរដោយសារ Alonso ទៅដឹកនាំ Real អញ្ចឹង Alonso គ្រូចាស់របស់ Florian Wirtz បាទអញ្ចឹងគាត់អាចបញ្ចុះ Wirtz មកតាមគាត់ទី1ទី2 Real គឺជាក្លឹបគេហៅ the biggest club in the world បាទក្លឹបដែលធំបំផុតក្នុងពិភពលោកកីឡាករភាគច្រើនក៏សម័យចង់ទៅនោះដែរប៉ុន្តែ Wirtz គាត់អត់ដែរបាទប្រកាសថាខ្លួនគាត់ចង់ទៅណាគីឡូមានលក្ខខណ្ឌណាមួយតាក់ចិត្តគាត់អានឹងវាជារឿងផ្សេងបាទនោះជារឿងផ្សេងគេ offer គាត់ល្អជាងអីជាងអញ្ចឹងតែនោះជារឿងផ្សេងបាទបុណ្យសំពៅបងប្អូនអ្នកក្រុមសាងខេត្តប្រវៀនហ្នឹងហើយបាទប្រយ័ត្នប្រយែងទាំងអស់គ្នាជូនពរបងប្អូនយើងសុខសប្បាយទាំងអស់គ្នាបាទនៅជាដែនបាទ all transfer market បាទមិញរៀលខ្ញុំប្រឡយឆយចូលបន្តិចហើយរៀលហ្នឹង Rodrigo ក៏កំពុងរកច្រកចេញដែរ Rodrigo គាត់ដឹងថាគាត់ប្រហែលជាអត់បានចំណឺដំបូងក្រោមការដឹកនាំរបស់ Xabi Alonso នៅរដូវកាលក្រោយទេហើយ Rodrigo ខ្ញុំនិយាយតាំងពីសប្តាហ៍មុនមកថា Facebook Instagram មកវិញហើយអញ្ចឹង Rodrigo ខ្ញុំលើកឡើងម្ដងទៀតថា Rodrigo នេះគឺគាត់ពងរកក្លឹបទៅតែម្ដងម៉ោងនេះអត់ទាន់មានក្លឹបណាដាក់សំណើផ្លូវការឬក៏បង្ហាញចំណាប់អារម្មណ៍ផ្ទាល់ទៅកាន់ Rodrigo ទេមានតែ Arsenal មួយបាទធ្លាប់មានចចាមអារាមបន្ទាប់ពី Rodrigo ដឹងថាខ្លួនគាត់ត្រូវចាក់ចេញគឺឲ្យរៀលប្រកាសថានឹងអាចលក់ Rodrigo ចេញគឺមាន Arsenal មួយតែមកដល់ពេលនេះក៏ Arsenal អត់មានដាក់សំណើផ្លូវការឬក៏បញ្ជូនភ្នាក់ងារទៅចរចាផ្ទាល់មួយរៀលមួយអីអត់មានទេបាទអត់មានទេអញ្ចឹងអនាគត Rodrigo នៅលើខ្យល់ដល់ហើយបាទនៅលើខ្យល់ដល់ហើយមិនទាន់ដឹងថានៅទៀតឬក៏ត្រូវចេញតែគាត់ដឹងថារៀលត្រៀមលក្ខណៈលក់គាត់ចេញហើយគាត់ក៏ត្រៀមខ្លួនចាក់ចេញដែរតែប៉ុណ្ណឹងហើយរៀលខ្សែការពារយើងឃើញបានអាណុលកដាលបាន Dean Huijsen បាទនៅការពារឆ្វេងអាចនឹងAlvaro Carreras Fernandes Carreras របស់ Benfica អាចនឹងមកមួយទៀតពងធ្វើការងារចរចាគ្នាមួយ Benfica តម្លៃផ្ទេហើយកីឡាករក៏ចង់មកហើយបាទហើយបំរើកណ្ដាលតែរៀលចង់បាន Angelo Stiller មកហ្នឹងបាទ Angelo Stiller Alexis McAllister បាទហើយ Florian Wirtz តែខ្ញុំនិយាយមុនហ្នឹងបាទហ្នឹងនិយាយដដែលទេបាទមានកូនមកមាសថាតាមពីលោកថតបូលីមកដល់ Chelsea ចាយលុយទិញកីឡាករអស់ជិត 1000 លានផោនហើយគាត់លើកបានពានមួយសំខាន់ជិះអត់បានជាប់ Financial Fair Play Financial Fair Play ហ្នឹងគុំតែចេញមកទៀតទេដល់ការក្រោយហ្នឹងសម្រុកទិញហើយ Financial Fair Play ចេញមកប្រកាសក្លឹបណាជាប់ចូលមកដល់ស្រ័យទៀតទៅតែ Financial Fair Play នេះខ្ញុំសម្រាប់ខ្ញុំសឹងតែអស់ជំនឿចិត្តលើ Financial Fair Play ព្រោះតែឃើញក្លឹបណាមួយមានក្លឹបនៅអ៊ីតាលីឬ Juventus ឬ Inter ជាប់បំរាមដែរតែក្លឹបធំផ្សេងទៀតអត់ដែលមានឃើញទេពីព្រោះគេមានឯកសារគ្រប់គ្រាន់គេយកមកតវ៉ាតទៅរួចខ្លួនវិញអស់មានក្លឹបនៅអ៊ីតាលីដូច Inter ដូចជា Juventus ធ្លាប់ជាប់បំរាមខ្លះរបស់ Financial Fair Play មិនឲ្យអនុញ្ញាតឲ្យទិញដូរកីឡាករថែម
តែសម្រាប់នឿចិត្តរបស់ខ្ញុំគឺខ្ញុំគិតថា financial fair play គាត់ថាជាគេហៅថាគ្រឿងមួយដើម្បីកម្លាចបន្លាចក្លឹបដែលចង់ចាយលុយខ្លាំងពេកហ្នឹងឲ្យថយដកថយខ្លះកុំឲ្យគាត់ជះពេក Chelsea ក៏ធ្លាប់គេ financial fair play មកដាក់សម្ពាធលើដែរតែវាមិនជារឿងអីដែលធ្លាប់ហាម5ឲ្យទិញដូរកន្លះកកន្លះឆ្នាំកន្លះមកទីផ្សារអញ្ចឹងណាដូចបើកខែ6ហ្នឹងដល់ខែ8អត់ឲ្យទិញទេតែខែមករាគេទិញវិញបានដដែលអញ្ចឹងឬក៏មួយឆ្នាំអញ្ចឹងជាប់តែបំរាមអញ្ចឹងទេបាទអញ្ចឹងក្លឹបទាំងអស់ហ្នឹងគេអត់ខ្លាចភាគច្រើនក្លឹបហ្នឹងអត់ខ្លាចគេនៅតែចាយទិញអញ្ចឹងទិញទៅអាងមានបញ្ហាគេមកតវ៉ាវិញអញ្ចឹងទៅបាទសំខាន់កីឡាករហ្នឹងបានមកគេហើយអញ្ចឹងគេតវ៉ាដើម្បីយករួចខ្លួនគេវិញអញ្ចឹងទៅអញ្ចឹង financial fair play យូរទៅដូចជាគេហៅគាត់ថាជាគ្រឿងមួយដើម្បីបន្លាចកុំឲ្យក្លឹបទាំងអស់ហ្នឹងជាគ្រឿងមួយដើម្បី alert បាទតែនេះចិត្តដល់បន្ទាត់ក្រហមហ្នឹងណាចុះវិញតែប៉ុណ្ណាតែរឿងគេចង់ទិញគេទិញតាមមិនដែលឃើញក្លឹបណាធំណាខ្លាច financial fair play ផង Man City អីហ្នឹងគឺគេ financial fair play ដាក់ចុះមករហូតប៉ុន្តែនៅតែរួចខ្លួនបងប្អូនឃើញបាទពូក្មួយសុំសួរមួយមើលពូចាយកូនមន់គាត់ចូល comment តាឥឡូវគាត់នៅអង់គ្លេសនោះបាទគាត់មានស្វាមីអង់គ្លេសដរិតកាំងកាស្អាតមានហ្នឹងខាងសម្រៀបឲ្យខ្ញុំណាបាទlogo Liverpool បាទLiverpool លើកពានខ្ញុំលើកបានកែវអស័យបាទអរគុណសម្រាប់កាដូនេះបាទ Chelsea បាន Rafael Leao តើបងគាត់ថាអាចប្រជែង UEFA ជំនាញមួយក្លឹបធំអត់ Leao ធ្លាប់មានបាសេធ្លាប់មានក្លឹប Chelsea នឹងចង់បានប៉ុន្តែនៅក្នុងទីផ្សារដូរត្រៀមបើកទ្វារនៅរដូវក្តៅនេះស្ងាត់ឈឹងបាទអត់មានចចាមអារាមឬក៏ពុំមានតាក់ទងនឹង Rafael Leao ទៀតទេបាទការពីដើមរដូវកាលមុនគឺមានចចាមអារាមមែនតែមកដល់ថ្ងៃនេះម៉ោងនេះដែលខ្ញុំកំពុងនិយាយអត់មានទេអត់មានចចាមអារាមពាក់ព័ន្ធមួយ Leao ទៀតទេបាទតែបើបានទៅ Chelsea ក៏ល្អព្រោះឥឡូវ Chelsea នៅខាងឆ្វេងនេះមាន Sancho ក៏ត្រូវទៅ Man U វិញដែរ Sancho នេះតែដល់ពេលលើកពាន Conference League ជាមួយនឹង Chelsea ចំនួនចាប់ដើមសួរទៀតដែរតើ Sancho គួរតែនៅឬក៏ចេញកីឡាករមួយចំនួនដែល Chelsea លក់អត់ទាន់ចេញមាន Christopher Nkunku ដែល Chelsea ប្រកាសលក់តាំងពីខែមករាមកអត់ទាន់លក់ចេញទៅណាទេណាមាន Sancho នេះអត់អីទេ Sancho នេះគាត់ថាមិនដឹងថា Chelsea ទិញដាច់ឬក៏ឲ្យនៅឬក៏ត្រូវទៅវិញហ្នឹងហើយចចាមអារាមមួយទៀតគឺ Enzo Fernandez របស់ Chelsea ហ្នឹងដែលស្ថិតក្នុងបញ្ជីទិញរបស់ Real ដែរតែ Real អត់មានសំណើផ្លូវការណាមួយណានេះគាត់ជាចចាមអារាមបាទគេមិននឹកអត់ទេគឺ Chelsea ចង់តែទិញរបស់គេមកទេឥឡូវគាត់លេងហ្នឹងគឺបាន2នាក់ហើយបាទពីក្លឹប Sporting Lisbon ជា Overnickenda ទីទៀតប្រកាសមកផ្លូវការនឹងមួយទៀតឈ្មោះមកពី Sporting ដែរ2នាក់បាទខ្មៅដូចគ្នាហ្នឹងកីឡាករប៉ូទុយហ្គាល់ដូចគ្នាផ្លេចឈ្មោះទៅមួយទៀតហ្នឹងគឺចរចាហើយរួចហើយតាំងពីខែមករាមកម្លេះបាទឬ Aaron Asemino ហ្នឹងដែលទិញតាំងពីរដូវកាលមុនឥឡូវមកឆ្នាំនេះមកពី Boca Juniors បាទ Chelsea មិនសូវលក់ទេចង់តែទិញទេបងប្អូនចង់តែទិញទេអ្នកចាំទីក៏ចង់ទិញដែរឬសូដូចជា Robert Sanchez ហ្នឹងបាទ Chelsea តម្លាក់ដៃទី2ឬក៏ទិញជំរើសថ្មីមកដាក់បញ្ចូលវិញបាទហើយអ្នកចាំទីទិញមកគោកនៅ Philip Jorgensen បាទនៅ Bettinelli នៅ Bergstrom ហើយនៅស្អី Kovic នោះបាទកីឡាករស៊ើបៀហើយបើចាំអារាមវិញឃើញកីឡាករណាដែលក្លឹបគេចង់បាន Chelsea ចង់បានដូចគ្នាមានមុខ Chelsea ចូលទៅដែរហើយឥឡូវចចាមអារាមចុងក្រោយថាចិត្តបានលីយ៉ាំទៅឡាប់ឯណាមកទៀតហ្នឹង1ម៉ោងមុននេះណាអញ្ចឹងមានអត់ menu ទៀតហើយនេះទំអាប់ដេត1ម៉ោងមុននេះបាទ Chelsea are close to agreeing a deal to sign its fixed striker លីយ៉ាំទៅឡាប់ Sky Sport ព័ត៌មាន Sky Sport បាទប្រភពយ៉ាង Sky Sport អញ្ចឹងបើសិនជា Chelsea ទិញបាន menu អត់មានតែប៉ុណ្្នឹងមិនបង menu ចរចាព្រមព្រៀងជាមួយ Ipswich អីហើយឥឡូវ Chelsea ស្កាត់ទិញទៀតប្រភព Sky Sport តាក់ទងប្រភពនេះដែរមានបងអូនមួយមុននេះខ្ញុំសរសេរព័ត៌មានគាត់ថាបងជួយលើកយកប្រភពពីសារព័ត៌មានធំផងព្រោះម្ដងខ្ញុំប្រភពជាច្រើនតាមពិតរឿងប្រភពនេះបងប្អូនមាននរណាតាមដានច្រើនជាងខ្ញុំទេខ្ញុំមើលច្រើនប្រភពណាស់ប៉ុន្តែក្រោយមកខ្ញុំមើលតែមួយប្រភពប៉ុន្តែមួយប្រភពហ្នឹងគាត់យកចេញមកពីសារព័ត៌មានធំដែរទេ
all football មិនជាគេតំព័រទេគាត់ជា app ប៉ុន្តែ all football គាត់ដកស្រង់ចេញពី Sky Sport ដកស្រង់ចេញពីស្អីនិយាយទៅដកស្រង់ចេញពីពិភពធំដូចគ្នាទេហើយបើសិនជាសួរខ្ញុំថាតើប្រភពណាគួរទុកចិត្តបានប្រភពណាក៏ដូចគ្នាដែរបងប្អូនគាត់ថាយើងកុំគិតថាប្រភពនេះសារព័ត៌មានធំ BBC Sky Sport ESPN អាហ្នឹងសធំអីបាទនិយាយរួមសារព័ត៌មានរាប់រយចង់ពាន់ហ្នឹងថ្ងៃនេះបាទទាំង page ទាំងគេអត្តពចង់ពាន់សរសេរកីឡាបាទខ្ញុំនិយាយអស់តាំងពីទូតាំងពីធំទៅចង់ពាន់តែបើសិនជាយើងមើលប្រភពណាដែលយើងធ្លាប់មើលហើយវាគួរឲ្យទុកចិត្តបានបាទដូចរាល់ថ្ងៃខ្ញុំមើលតែប្រភពភាគច្រើនពី all football ពីមុនខ្ញុំមើល goal ថាមើលអស់ហើយបាទ live score មើល soccer way មើល transfermarket.com ខ្ញុំមើលសឹងទាំងអស់តែបងប្អូនមិនបាច់គិតពីរឿងប្រភពនឹងខ្លាំងពេកទេព្រោះព័ត៌មានភាគច្រើនអ្នកដូចថាព័ត៌មានក្រោយគាត់តែបង្កើតក្រោយមកក៏គាត់យកប្រភពពីព័ត៌មានធំនៅគ្នាដែរអញ្ចឹងយើងត្រូវចេះតាមដានមើល flow ព័ត៌មានហ្នឹងថាតើព័ត៌មានហ្នឹងវាគួរឲ្យទុកចិត្តបានប្រមាណភាគរយស៊ីសងលើយើងអ្នកមើលនេះទេបាទមិនមែនលើប្រភពទេឥឡូវឧទាហរណ៍ថាខ្ញុំមើលនៅខាងក្នុង all football ខ្ញុំឃើញប្រភពហ្នឹងគេនិយាយអញ្ចឹង Sky Sport និយាយអញ្ចឹងយើងទៅមើលសារព័ត៌មានផ្សេងគេនិយាយស្រៀងតែគ្នាហ្នឹងអញ្ចឹងយើងចាំបាច់ទៅចូលយកប្រភពនេះប្រភពនោះស្អីច្រើនអីនាំតែពិបាកវេទនាអីបាទអញ្ចឹងខ្ញុំជឿជាក់លើ all football ដោយសារ all football គាត់ប្រមូលមកពីប្រភពចេញពីសារព័ត៌មានផ្សេងទៀតដែរតែកន្លងមកក៏ខ្ញុំចូលមើល Fabrizio Romano ដែលទុកចិត្តជាងគេណាហើយសារព័ត៌មានទាំងអស់ធំហ្នឹងក៏ដកស្រង់ចេញពី Fabrizio Romano ដូចតែគ្នាហ្នឹងបាទអញ្ចឹងបានន័យថាបើយើងចង់ឲ្យ direct ហ្មងយកតែ Fabrizio Romano តែបើយកតែ Fabrizio Romano បងប្អូនទៅ follow តែ Fabrizio Romano ព័ត៌មាន Fabrizio ដដែលបាទចឹងខ្ញុំអត់ខ្វល់ទេនៅក្នុង all football នេះបងប្អូនចូលទៅមើលទៅគាត់ដកស្រង់ចេញពី Fabrizio ផងពី Sky Sport ផងពី ESPN ផងពីណាពី Bill ផងពី Mercato Sport ពី Mundo Deportivo ហ្នឹងខ្ញុំរៀបរាប់គាត់នៅក្នុងប្រទេសអង់គ្លេសមួយ Daily Mirror Telegraph The Sun Daily Mail អូច្រើនណាស់បងប្អូន BBC ណាអាហ្នឹងខ្ញុំនិយាយតែធំហើយ Sky មានទាំង Sky Sport អង់គ្លេស Sky Sport អាល្លឺម៉ង់ Sky Sport អាមេរិក Sky Sport នៅអាស៊ីមានទាំងអស់បងប្អូនអង្គុយតែមើលប្រភពហ្នឹងងាប់ហើយបាទបាច់ទៅធ្វើអីទេតែយើងអ្នកតាមដានយើងត្រូវចេះដឹងថាមកប្រភពហ្នឹងគួរឲ្យទុកចិត្តបានអត់វាចម្រុះនៅខាងក្នុងហ្នឹងមកបាទខ្ញុំអត់មានតម្លាក់បាំងទេបងប្អូនអ្នកចេះយកព័ត៌មានមើលព័ត៌មានរាល់ថ្ងៃនេះវាព័ត៌មាននៅលើដៃយើងទៅហើយបាទស៊ីសងលើយើងអ្នកមើលនេះទេថាតើយើងជ្រើសរើសយកប្រភពណាដែលគួរឲ្យទុកចិត្តបានយកមកប្រាប់បងប្អូនបន្តនេះបាទកុំទៅម៉ាញរឿងប្រភពហ្នឹងវាមិនជាអស្ចារ្យទេបាទគាត់ថាប្រភពប្រាប់ Fabrizio អាហ្នឹងគាត់ធ្វើការដិតដល់បាទជាមួយនឹងភ្នាក់ងារទីផ្សារដោះដូរកីឡាកររបស់កីឡាករនោះគាត់បានព័ត៌មានមកមុនគេបានអាសាព័ត៌មានធំទៅយកពីគាត់មកវិញបាទទៅយកពីគាត់មកវិញហើយក៏មានព័ត៌មានខ្លះក៏គេយកខ្លួនឯងគេមានអ្នករាយការណ៍ព័ត៌មាន reporter អីគេទៅយកផ្ទាល់ខ្លួនឯងមានដែរអញ្ចឹងយើងដែលអ្នកនៅឆ្ងាយនេះគឺយើងស្វែងរកប្រភពណាដែលគួរទុកចិត្តហើយបងប្អូនសួរប្រភពណាទុកចិត្តសរសេរដូចគ្នាហ្នឹងយើងធ្លាប់មើលពីណាទុកចិត្តយើងគិតថាដូចបងប្អូនមើលខ្ញុំអ្នកខ្លះខ្ញុំមើលមួយថ្ងៃទៅប្រភពមួយថ្ងៃដូចច្បាស់លាស់ឬមួយក៏និយាយទៅវាអាចទៅជាការពិតច្រើនបងប្អូន follow ខ្ញុំអាហ្នឹងធ្វើម៉េចដូចខ្ញុំគិតថា Fabrizio គាត់ប្រភពគាត់ច្បាស់គាត់ទុកទៅបានខ្ញុំ follow Fabrizio ហើយបើក្នុង all football នេះបានន័យថាប្រមូលពីគ្រប់ប្រភពមកទាំងអស់នៅខាងក្នុងហ្នឹងយើងហើយខ្ញុំទៅសេបើសិនខ្ញុំដាក់ថាឥឡូវព័ត៌មានមួយall football គាត់ថាប្រភពចេញពី Fabrizio តែខ្ញុំដាក់ all football 僕ខ្ញុំមើល all football តាមពិតប្រភពហ្នឹង all football យកចេញពី Fabrizio ដូចគ្នាអញ្ចឹងរួមសរុបទៅក្តីមកប្រភពគឺជាប្រភពតែអ្វីដែលសំខាន់យើងជាអ្នកវិភាគទៅលើព័ត៌មានហ្នឹងតាមដានដោយរឿងភាគអញ្ចឹងយើងអាចវិភាគស្ថានភាពវិភាគព័ត៌មានហ្នឹងបានថាវាអាចទៅជាព័ត៌មានពិតឬមិនពិតវាស៊ីសងនៅលើយើងហ្នឹងហើយខ្ញុំចង់បញ្ជាក់ថាអញ្ចឹងណាកុំម៉ាញទៅលើប្រភពគាត់សរសេរមកគាត់ថាបងសូមជួយដកស្រង់ប្រភពព័ត៌មានចេញពីគេហទំព័រល្បីធំផងក្នុងប្រទេសអង់គ្លេសក្នុងប្រទេសបារាំង French L'Equipe ធំជាងគេ French L'Equipe Le Parisien បាទពីរនេះធំជាងគេហើយបាទនៅមានអាតិចតួចអីផ្សេងទៀតបាទកាណាល់បូកអញ្ចឹងមើលអស់ហើយបាទខ្ញុំមើលតាំងពីទូទៀតកុំថាដល់ website គេហទំព័រហ្នឹងនៅអាល្លឺម៉ង់ Sport Bill ធំជាងគេឲ្យ Sport Bill បាទ Sport Bill នៅអេស្ប៉ាញ Mundo Deportivo បាទ Diario Relevo បាទ
មានស្អីទៀត AS Sport បាទ AS Sport AS ប្រភពពី AS Reuters បាទនិយាយទៅច្រើននៅអ៊ីតាលីមើលកាតូ Sport បាទមើលកាតូ Sport មាន Gazzetta dello Sport ណាមាន Gazzetta dello Sport ហើយមាន Tutto Sport ហ្នឹងសម្រាប់ពីអ៊ីតាលីបាទពួកពីប៉ុតតហ្គាល់ដូច Diario Sport ហ្នឹងគឺធំហើយបាទ Diario Sport ហ្នឹងធំហើយនៅខាងអឺរ៉ុបខាងកើតដូចមានដែលខ្ញុំធ្លាប់តាមដានភ្លេចឈ្មោះទៅពួកគឺធំនៅខាងអាមេរិកឡាទីន TNT Sport ធំណាស់នៅអាមេរិកឡាទីនបងប្អូនមែន TNT Type C Sport ហ្នឹងហើយ Type C Sport ESPN Fox News Fox Sport ខាងអាមេរិកធំបាទនៅខាងអូសេអានី Opta Sport បាទបើយើងនិយាយភពខ្ញុំមិនអ្នកតាមដានប្រភពខ្ញុំមិនអួតទៅខ្លួនឯងថាខ្ញុំទៅស្គាល់ប្រភពព័ត៌មានអីច្រើនតែខ្ញុំវាអង្គុយមើលអាហ្នឹងបាទហើយមិនមែនមើលឥឡូវហ្នឹងទេខ្ញុំមើលរាប់សិបឆ្នាំហើយមើលផ្ទាល់ទាំងក្នុងទូទាំងនៅក្នុងអាទូផ្សាយហ្នឹងខ្ញុំមើលហើយបើនៅអាស៊ីយើងនៅអាស៊ីយើង Astro Super Sport បាទទូខ្ញុំមើល Astro Super Sport ផងម៉ាឡេផងTrue បាទ True Sport ខាងផថៃទេខ្ញុំទៅមើលតែ Astro Super Sport គាត់និយាយភាសាអង់គ្លេសបាទពីមុនមាន SPN មាន Fox ខ្ញុំមើលតាមជំនាន់ ESPN ដូរក្រោយមកដូរចេញជា Fox Sport លុប ESPN ចោលចេញ Fox Sport បាទ Fox ទិញយក ESPN នៅអាស៊ីបាទហើយ ESPN ដើរចេញពីអាស៊ី Fox ចូលហើយមជ្ឈមពពាក Gandala Jara ធំបាទមជ្ឈមពពាកញ៉ាកណ្ដាលខុសទាំងស្រុងការយប់នោះបងមិនដឹងមិនដែរចាំមើលញ៉ាំបានមើល